ok trong pua option thay để video muốnខ្ញុំបាននិយាយបាទឥឡូវខ្ញុំនឹងមករៀបរាប់នៅវីដេអូនេះបាទអញ្ចឹងចំពោះការដោះសារមានភាពងាយស្រួល scan ក្រៅដៃ password scan មុខឬ scan បាតដៃរបស់យើងបាទប៉ុន្តែអ្វីដែលសំខាន់ឧទាហរណ៍ថាសាវធ្វើនេះអត់បានត្រូវយកប្រើប្រាស់ជាមួយនឹងផ្ទះរបស់យើងទេគាត់យកប្រើប្រាស់ជាមួយនឹង office ឬក៏ជាមួយនឹងហាងកាហ្វេបាទជាកន្លែងឬក៏កន្លែងដែលចេញចូលនៅពេលថ្ងៃញឹកញាប់ហ្នឹងគាត់អត់ចង់ប្រើជាមួយនឹង scan ក្រៅដៃ password អីឲ្យភ្ញៀវចូលមកទេព្រោះភ្ញៀវពេលគាត់ចូលមុខហាងគាត់ត្រូវការតែដោះសារចូលអញ្ចឹងយើងមាន option អីដើម្បីបានជួយគាត់យើងគ្រាន់តែកាច់សារទៅចូលទៅខាងក្នុងបានអញ្ចឹងមកជាមួយនឹង model DL20 នេះ EasyBiz បានបង្កើត option ថ្មីមួយបាទដែល option នោះមានឈ្មោះផងដែរបាទនេះចាំមើលខ្ញុំកន្លែងចូលបាទយើងចូលមកកាន់ setting យើងចូលមកកាន់ unlock setting បាទ option ថ្មីនេះមានឈ្មោះថា Smart Always Open Mode អញ្ចឹងនៅពេលដែលយើងប្រើជាមួយនឹង Smart Always Open Mode មានន័យថាយើងអាចឲ្យវាបើកបានរហូតដោយយើងអាចកំណត់ជាមួយនឹង schedule បានបាទនៅទីនេះយើងអាចកំណត់ schedule ពីម៉ោង6រហូតដល់ម៉ោង18អញ្ចឹងឬក៏យើងចង់ add បន្ថែម add time period នៅកន្លែងនេះក៏បានដែរអញ្ចឹងយើងអាច set មកបាទ start time ម៉ោងមែនបញ្ចប់ម៉ោងមែនហើយតើយើងចុច save បាទហើយយើងបន្ថែមទៀតក៏បានដែរចន្លោះម៉ោងមែនម៉ោងមែនអញ្ចឹងយើងបន្ថែមពីនោះ start ពីហ្នឹងម៉ោង18ម៉ោង6អញ្ចឹងយើងមកពីម៉ោង18យើងម៉ោង19ត្រូវទេបាទអញ្ចឹងម៉ោង19មក00រហូតដល់ម៉ោងឬក៏យើងមួយទៀតយើងកំណត់តែmình đang đang ngày cha ngày sọc cái này nhưng còn đang ngày sau là tích từ lo bị màu đập cho mày mặc đập làm bằng đập pi mày bằng đập pi đấy đang dương màu nên tích mày chụp nhiều một cái từ bằng tích đấy anh chạy sale đấy ok chứ ai customize bản chất là từ lọt pi đó cứ dương mà trăm scan thì dạo đây mà trăm ấy gì cứ viên thua ca bao còn đập như mà đó cách châu tao dương từ mưa từ tay ngọc nè ta cách châu mày nào ok tao dương từ mưa từ ngọc nè chẳng nó cái này ní nhưng mà khinh sẽ vậy nè lạiមាន lock មានអីណាអញ្ចឹងវាត្រូវការ scan ត្រូវការអីធម្មតាប៉ុន្តែឥឡូវខ្ញុំបាន scan បានអីទេដោយសារតែខ្ញុំបានបើកជាមួយនឹងមុខងារបាទ always on open mode ហ្នឹងឯងអញ្ចឹងខ្ញុំគ្រាន់តែដោះកាត់ចូលផ្លុចកាត់ចូលវិញទិញឡើងក៏បានម្ដងថ្មីម្ដងទៀតអ្នកទី2ចូលកាច់ផ្លុចឬក៏យើងមិនចាំកាច់ក៏បានដែរព្រោះភ្ញៀវគាត់មិនកាច់ឡើងកាច់អីទេបាទដល់តែបិទចិត្តចឹងមកនេះទិញចេញចូលហើយប៉ុន្តែគ្រាន់តែយើងកាច់បឹបចូលបាទអីមែនតើអញ្ចឹងកន្លែងនេះសម្រាប់ហាងកាហ្វេសម្រាប់ office អីទ្វារធំទ្វារអីគឺយើងអាចប្រើជាមួយនឹង mode នេះបានសំខាន់យើងអាច set schedule បានគឺថានៅចន្លោះម៉ោងណាយើងឲ្យគាត់បើក free នៅចន្លោះម៉ោងនេះគាត់នឹងបើកបានទេបាទអញ្ចឹងអានេះគឺជា option ថ្មីល្អមែនទែនសម្រាប់បងគាត់យកប្រើប្រាស់ជាមួយនឹងហាងកាហ្វេជាមួយនឹង office បាទបើសិនជាមានចង្អុលបន្ថែមអាចតាក់ទងខ្ញុំបានតាម pack របស់ EasyBiz បាទចំពោះវីដេអូនេះបាទសូមអរគុណនិងសូមដល់ទីបញ្ចប់ហើយអរគុណច្រើនមែនទែនសម្រាប់ការតាមដាន